ជំរាបសួរបងប្អូនទាំងអស់គ្នាដែលបានចូលមកកាន់វីដេអូរបស់ខ្ញុំវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀបដោះស្រាយបញ្ហាទូរស័ព្ទ iPhone គ្រប់ស៊េរីគ្រប់ model ដែលបងប្អូនជួបបញ្ហាពន្លឺបិទបើកអូតូដោយខ្លួនឯងពេលយើងទៅហាងក្តៅវារំលងពន្លឺអូតូពេលយើងចូលម្លប់វាទម្លាក់ពន្លឺវិញអញ្ចឹងណាបើបងប្អូនចង់បិទ option មួយហ្នឹងបងប្អូនធ្វើតាមខ្ញុំមកបងប្អូនចូលទៅកាន់កម្មវិធី setting បន្តមកទៀតបងប្អូន scroll ទៅខាងក្រោមរកពាក្យថា accessibility នេះបងប្អូនកន្លែងរូបនេះរូបមនុស្សឲ្យមានវងមូលហ្នឹងចុចតាមហ្នឹងមកបន្តមកទៀតបងប្អូន scroll ពាក្យថា display នេះមានអក្សរ A2 នេះបងប្អូននេះ profile នេះចុចចូលមកបន្តមកទៀតបងប្អូន scroll ទៅខាងក្រោមនឹងឃើញពាក្យថា auto កន្លែងនេះបើសិនជាបងប្អូនឃើញអាកន្លែងនេះបើកមានន័យថាបងប្អូនហ្នឹងគឺឡើងអូតូហើយភ្លើងវានឹងបិទបើកអូតូដោយខ្លួនឯងដំឡើងចូលដោយខ្លួនឯងហើយប៉ុន្តែកន្លែងទូរស័ព្ទរបស់ខ្ញុំនេះខ្ញុំបានបិទវាទៅហើយវាអត់មានបញ្ហាលោតឡើងចូលដោយខ្លួនឯងទៀតទេហើយបងប្អូនឃើញបើកបងប្អូនចុចបិទទៅគឺបញ្ហាហ្នឹងដោះស្រាយរួចរាល់ហើយបាទអរគុណបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ